Bài group chỉ điệp xu bằng phone này bạn đi cứ chỉ kia Sonet bằng phone này bà kia Sonet chỉประเภท kia Sonet X-Line X-Line គឺ025បងប្អូនណាបាទហើយប្រភេទ X-Line នេះគឺ option អីក៏មានដែរបងប្អូនណាបាទមានទាំង Smart Key មានទាំង option បច្ចេកពីចម្ងាយហើយនឹងមានទាំង option សាកទូរស័ព្ទអត់ខ្សែទៀតណាដែលភាសាបច្ចេកទេសហៅថា wireless charger បងប្អូនបាទអញ្ចឹងនេះមកបង្ហាញបងប្អូនអ្នកគ្នាពីរូបរាងហើយនឹងទំហំបងប្អូនណាបាទអញ្ចឹងទំហំរបស់រថយន្តនេះទទឹងរបស់វាគឺ 1.7 ម៉ែត្របដោយបាទខ្ញុំនិយាយពីបដោយមុនចោះបាទបដោយរបស់រថយន្តគឺ4ម៉ែត្រមួយជាងបងប្អូនណាបដោយបងប្អូនបាទហើយទទឹងមុខកាត់គឺមានទៅដល់1.7 ម៉ែត្រជាងបាទគឺធំបងប្អូនណាបាទហើយកម្ពស់ពីដីគឺទៅដល់ពីទឹកមួយបងប្អូនបាទគឺខ្ពស់មែនតើបាទហើយសម្រាប់ប្រាំងឌីសមានទាំង4កង់តែម្ដងទាំងមុខទាំងក្រោយបាទអញ្ចឹងធ្វើឲ្យការចាប់ប្រាំងគឺមានការស៊ីល្អបាទអញ្ចឹងបងប្អូនអាចសម្គាល់បាន Smart Key គឺមានប៊ូតុង keyless entry នៅឡើយនេះបាទហើយសម្រាប់កញ្ចក់គឺប្រភេទកដោបអូតូហើយផ្នែកខាងក្នុងបងប្អូនឃើញបាទគឺមានកៅអីអូតូបាទអូតូមានន័យថាយើងអាចផ្អែកបាទទី1អាចផ្អែកទី1អាចទៅមុខថយក្រោយហើយនឹងលើកៅអីចុះឡើងបាននេះតម្លាក់កៅអីហើយនឹងឡើងកៅអីបាទអញ្ចឹងបងប្អូនដែលមានចង់បានកម្ពស់ទៀតយើងអាចសេរីអូតូបានហើយមានប្រព័ន្ធដូចជាបងប្អូនឃើញណាបាទគឺនេះគេហៅប្រព័ន្ធតម្លាក់ភ្លើងចុះកម្ពស់ទៀតបងប្អូនណាបាទហើយមានប្រព័ន្ធចុះចំណោតបាទហើយមាន cruise control ទៀតបងប្អូនណាមាន cruise control ហើយ Vision Code ប្រភេទស្បែកបាទតោះឥឡូវយើងចូលមកផ្នែកខាងក្នុងបាទផ្នែកខាងក្នុងគឺប្រភេទ Smart Key យើងចុចប៊ូតុងមួយមកគឺឆេះតែម្ដងបាទអូអែមបងប្អូនណាប្រភេទ Smart Key នេះបាទហើយចកោតស្រួលកាន់ធូបងប្អូនណាហើយមាន Dry Mode បាទអញ្ចឹង Dry Mode នៅកន្លែងនេះបាទអញ្ចឹងយើងអាចដូរ Dry Mode បានមានដូចជាប្រព័ន្ធ Eco Comfort Sport and Smart បងប្អូនណាហើយមាន Traction Mode ទៀត Traction Mode នេះគឺសម្រាប់ផ្លូវដូចជាមានផ្លូវល្អិលផ្លូវភក់ហើយនិងផ្លូវសាច់បងប្អូនណាយើងអាចផ្លាស់ប្ដូរទៅតាមទីតាំងរបស់យើងបានហើយមានប្រភេទកៅអីទៀតកៅអីត្រជាក់បាទមានសងខាងមានទាំងពីរនេះកាមេរ៉ាផ្នែកខាងក្រោយបងប្អូនចុចមកគឺវានឹងធ្វើការចេញកាមេរ៉ាផ្នែកក្រោយយើងតែម្ដងហើយយើងកាមេរ៉ានេះគឺរេតាមចកោតបងប្អូនណាបាទអូខេបាទហើយមានប្រព័ន្ធ wireless charge នេះប្រព័ន្ធ wireless charge គឺនៅកន្លែងនេះចុះបងប្អូនអាចសម្គាល់បានពេលដែលមានសញ្ញានេះគឺនឹងគឺឡានហ្នឹងគឺមានប្រព័ន្ធ wireless charge បងប្អូនបាទហើយម៉ាស៊ីនត្រជាក់មុខក្រោយបងប្អូនណាបាទត្រជាក់មែនតើបាទហើយតបបើកបងប្អូនណាហើយ stop ខាងក្រោយស្អាតតិចទេបងប្អូនឃើញ stop ខាងក្រោយបាទឥឡូវយើងចូលទៅមើលផ្នែកខាងក្រោយបន្លត់ឡានសិនអូខេហើយឡាននេះមានតបបើកបាទនេះគឺតបបើកបាទយើងអាចបើកតបបានហើយពុកស្បែកមានខ្យល់ត្រជាក់បាទហើយនេះផ្នែកខាងក្រោយបាទយើងអង្គុយបានគ្នា5នាក់បាទហើយកន្លែងអង្គុយគឺស្រួលអង្គុយស្អាតមែនតើបងប្អូនណាស្រួលអង្គុយឲ្យស្អាតរូបការ design កន្លែងដាក់ជើងក៏ធំដែរអញ្ចឹងខាងក្រោយបងប្អូនទទួលបានម៉ាស៊ីនត្រជាក់2ផ្នែកខាងក្រោយទៀតបាទកន្លែងសាកទូរស័ព្ទ Type C 2រុនបងប្អូនណាបាទអាមរ៉េសនេះគឺអាមរ៉េសបាទកន្លែងកែងដៃដាក់ទឹកកាហ្វេបានហើយកៅអីអាចបត់តម្លាក់បានអញ្ចឹងណាបងប្អូនបាទហើយកន្លែងនេះក៏ស្បែកដែរបាទស្អាតហើយបងឃើញបាទស្អាតមែនតើហើយ stop ជាមួយខ្ញុំបើកភ្លើងជាមួយបងប្អូនអរគ្នាពេលដែលពេលបងប្អូនប្រើពេលយប់អីហ្នឹងគឺបើកភ្លើងទៅស្អាតបាទនេះគឺ stop ផ្នែកខាងក្រោយស្អាតទេបងប្អូនបាទវ៉ាវស្អាតមែនតើពណ៌ខ្មៅស្អាតណាបងប្អូនអញ្ចឹងបងប្អូនចង់បានតាក់ទងមកព្រាមបាទសេរីឆ្នាំ25បាទ stop ក្រោយស្អាតហើយដាក់អីវ៉ាន់បានច្រើនហើយ sensor មុខក្រោយបងប្អូនណាបាទនេះបងបាទអូធំមកបងប្អូនប៉ុណ្ណានៃហើយ sensor គឺ6គ្រាប់ខាងក្រោយ2ខាងមុខ4បាទអញ្ចឹងបងប្អូនបាទចាប់អារម្មណ៍តាក់ទងមកផ្ទាល់មកណាបាទ stop LED របស់គេឃើញទេភ្លឺជាប់អញ្ចឹង logo ថ្មីមាន10 logo Sonet បាទអញ្ចឹងការធានាជូនបងប្អូនរយៈពេល5ឆ្នាំឬក៏150000គីឡូភេងម៉ាស៊ីន free ជូនបងប្អូន2ឆ្នាំ4ដងបាទអូខេបងប្អូនទាំងគ្នាអញ្ចឹងបងប្អូនបាទមានចំណាប់អារម្មណ៍តាក់ទងមកផ្ទាល់មកបាទពណ៌ខ្មៅក៏មានពណ៌សក៏មានដែរបងប្អូនកក់ឥឡូវបានឡានលឿនបាទសារមែនតើបាទម៉ាស៊ីន 1.5 បាទសេវាកម្មបង់រំលោភ25ខិតក្រុងអរគុណបងប្អូនទាំងគ្នាព័ត៌មានបន្ថែមតាក់ទងមកផ្ទាល់អរគុណបងប្អូនទាំងគ្នា